លើកទី1ដែលខ្ញុំទិញបានស្លឹកកញ្ឆាយតាំងដុំអញ្ចឹងទៅផ្សារឃើញតែគេលក់ម្ដុំតូចហើយម្ដុំតូចហ្នឹងនិយាយទៅម្ដុំពេលខ្លះ100យ៉េនពេលខ្លះឡើងជិត200យ៉េនក៏មានដែរតែថ្ងៃហ្នឹងទៅឃើញគេលក់មកបាច់ធំហ្នឹងតែប្រហែលជា400យ៉េនជាងឯងហើយដល់ពេលអញ្ចឹងឃើញល្អពេកទិញយកមកធ្វើនំកញ្ឆាយហើយធ្វើនំកញ្ឆាយហ្នឹងពេលដែលយើងដាក់ស្លឹកកញ្ឆាយច្រើនណានំយើងគឺឆ្ងាញ់ហើយដល់ពេលអញ្ចឹងខ្ញុំយកមកលាយជាមួយនឹងម្សៅអង្គរបស់ជប៉ុនណាបើសិនជាយើងអត់មានម្សៅអង្គនឹងទេយើងអាចត្រាំអង្គហើយយើងកិនវាយកមកលាយជាមួយស្លឹកកញ្ឆាយក៏បានដែរប៉ុន្តែខ្ញុំខ្ជិលនៅកិនអង្គអីអញ្ចឹងខ្ញុំទិញអង្គគេកិនហើយស្រាប់អញ្ចឹងយកមកលាយអញ្ចឹងណាហើយអង្គប្រភេទដែលខ្ញុំទិញយកមកហ្នឹងពេលដែលយើងចៀននំកញ្ឆាយហើយនំកញ្ឆាយយើងខាងក្នុងគឺទន់ល្អហើយខាងក្រៅវិញគឺស្រួយមែនតែនពេលដែលយើងយកម្សៅនឹងមកគឺយើងយកមកលាយជាមួយនឹងទឹកបន្តិចហើយយើងលាយស្មានទឹកកុំឲ្យវារាវពេកហើយក៏កុំឲ្យវាគោកពេកអញ្ចឹងណាបន្ទាប់មកយើងដាក់ស្លឹកកញ្ឆាយដែលយើងកាត់ហើយដុំតូចហ្នឹងដាក់ច្បល់ចូលគ្នាឲ្យបានសព្វហើយគឺយើងយកវាមកចៀនយើងដាក់ប្រេងល្មមបានទេមិនបាច់ដាក់ច្រើនពេកក៏បានដែរបន្ទាប់មកយើងដាក់ចៀនជាមួយនឹងប្រេងនឹងចោលទៅពេលដែលយើងចៀនហ្នឹងយើងបើកភ្លើងល្មមបានហើយពេលដែលយើងចៀនហ្នឹងគឺយើងចៀនត្រឡប់វានៅលើឆ្នាំងខ្ទះហើយគឺយើងកាត់វាជាដុំតូចនៅលើឆ្នាំងខ្ទះហ្នឹងឲ្យស្រាប់ហ្មងព្រោះអីខ្ញុំខ្ជិលនៅយកចំហុយហើយនៅយកមកចៀនទៀតវាចំណាយពេលយូរអញ្ចឹងណាចង់ញ៉ាំអីរៀងស្រួលអញ្ចឹងគឺគ្រាន់តែយើងលាយម្សៅជាមួយស្លឹកកញ្ឆាយហើយយើងយកមកចៀនកាត់ដុំនៅលើឆ្នាំងខ្ទះហ្នឹងហើយគឺវាងាយស្រួលអញ្ចឹងពេលដែលយើងចៀនហ្នឹងគឺវារៀងបែកអញ្ចឹងតិចតែយើងចៀនត្រឡប់ចុះត្រឡប់ឡើងទៅម្សៅហ្នឹងគឺវាចូលគ្នាវិញហើយបើយើងចង់ចាក់ឲ្យបានដុំដូចគេលក់ហ្នឹងយើងចាក់រៀងក្រានតិចទៅដោយសារខ្ញុំចូលចិត្តរៀងស្ដើងអញ្ចឹងខ្ញុំចាក់រៀងស្ដើងទេហើយនិយាយទៅធ្វើតាមវិធីហ្នឹងគឺងាយស្រួលមែនតែននំកញ្ឆាយហ្នឹងពេលដែលយើងចាក់ហើយញ៉ាំអត់អស់យើងអាចដាក់ចូលទូទឹកកកហើយស្អែកឡើងយើងក្តៅញ៉ាំទៀតក៏នៅតែឆ្ងាញ់ដែរនិយាយទៅខ្ញុំធ្វើម្ដងខ្ញុំធ្វើតាមតែវិធីហ្នឹងគឺងាយមែនតើចៀនហើយនំកញ្ឆាយគឺស្រួយមែនតែន